ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកឲ្យបងប្អូនចេះអំពីរបៀបក្នុងការធ្វើថ្នាំបែបបុរាណដើម្បីការពារមាន់នៅក្នុងរដូវរងានេះបាទរដូវចុះត្រជាក់នេះកុំឲ្យមាន់នៅថាមានជំងឺផ្ដាសាយដូចជារាគរូសដៅខ្លួនជាដើមបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់នេះផងដែរបាទហើយខ្ញុំសូមអធិស្ឋានទុកជាមុនចំពោះរាល់ពាក្យពេចន៍ដូចជាមានការខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងដែរបាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកប្រធានបទមួយទាក់ទងទៅនឹងការធ្វើថ្នាំបាទឱសថបែបបុរាណដើម្បីការពារបាទក៏ដូចជាព្យាបាលនៅជំងឺមាន់មួយចំនួនដូចជាផ្ដាសាយបាទរាគរូសក្តៅខ្លួនអីហ្នឹងក្អកអីហ្នឹងបងប្អូនគ្រាន់តែធ្វើតាមរបៀបនេះទៅបងប្អូននឹងទទួលបានផលបាទទទួលបានផលបាទហើយក្នុងការផ្សំថ្នាំរបៀបបែបបុរាណនេះគឺខ្ញុំប្រើមានដូចជាបាទស្លឹកត្បែកបាទឬក៏ត្រួយត្បែកនិងសម្បកស្ដៅបាទសម្បកស្ដៅហ្នឹងបងប្អូនមួយចំនួនគាត់មានដើមស្ដៅបងប្អូនអាចបាទយកស្លឹកបាទឬក៏ត្រួយវាក៏បានឬក៏អាចយកបាទសម្បកវាក៏បានដែរបាទអញ្ចឹងអត្ថប្រយោជន៍គឺមានច្រើនបាទហើយមួយទៀតបងប្អូនត្រូវតែមានបាទគល់សក្រី3-4គល់ទៅនឹងមានរំដេងមួយដុំទៅបាទហើយវិធីក្នុងការធ្វើគឺបងប្អូនយកស្លឹកត្បែកហ្នឹងបាទហាន់វាចំណិតតូចទៅបាទបើប្រសិនបើបងប្អូនមានម៉ាស៊ីនបាទបងប្អូនអាចកិនវាមកទៅជាការស្រេចបាទអញ្ចឹងចំពោះអត្ថប្រយោជន៍នៃស្លឹកត្បែកមិនថាសត្វមិនថាមនុស្សគឺអាចជួយបាទព្យាបាលបាទសម្រាប់បើមនុស្សគឺមានច្រើនបាទមានច្រើនដូចជាបាទជួយបន្ថយការរលាកក្រពះនិងពោះវៀនបាទហើយមួយទៀតគឺជួយកម្ចាត់ក្លិនមាត់មិនល្អបាទនឹងប្រឆាំងតាក់ទងទៅនឹងជំងឺមហារីកមួយចំនួននឹងជួយដល់ប្រព័ន្ធដូចថារំលាយអាហារកម្ចាត់រាល់បាក់តេរីនិងប៉ារ៉ាស៊ីតក្នុងរាងកាយរបស់បងប្អូនណាបាទនឹងកម្ចាត់បាទជំងឺផ្ដាសាយបាទកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយនិងបន្ថយបាទការឈឺចាប់បាទពេលមានរដូវផងដែរបាទបើចំពោះរុក្ខជាតិតបែកនេះបាទមិនថាផ្លែឬក៏ស្លឹកសម្បកឬវាទេគឺជាប្រភេទរុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន A បាទវីតាមីន C B2 បាទប៉ូតាស្យូមនិងវីតាមីន E បាទរួមទាំងសារធាតុរ៉ែមួយចំនួនទៀតបាទអញ្ចឹងខាងក្រោមនេះខ្ញុំនឹងប្រាប់ឲ្យបងប្អូនទូទ្រោះអំពីការប្រើប្រាស់បាទការប្រើប្រាស់ស្លឹកត្បែកនិងផ្លែត្បែកខ្ចីសម្រាប់ព្យាបាលបាទជំងឺផងដែរបាទអញ្ចឹងមិនថាសត្វមិនថាមនុស្សបងប្អូនគួរតែយល់ដឹងទាំងអស់គ្នាអំពីរុក្ខជាតិមួយនេះបាទបើចំពោះស្លឹកត្បែកបាទស្លឹកត្បែកហ្នឹងបងប្អូនគ្រាន់តែយកស្លឹកត្បែកតែថាមិនចាស់ពេកបាទបងប្អូនយកត្រួយវាបាទចំនួន5ទៅ10សន្លឹកហ្នឹងបងប្អូនដាក់បាទតាមក្នុងទឹកចំណុះប្រហែលជាកន្លះលីត្របាទត្រឹមកន្លះលីត្រទៅឬទុករយៈពេល15នាទីរួចបាទសម្រាប់យកទឹកហ្នឹងយកមកញ៉ាំទៅអញ្ចឹងធ្វើឲ្យអាការៈដូចជាព្យាបាលជំងឺរាគរូសកម្រិតស្រាលធ្វើឲ្យបងប្អូននៅថាមានអាការៈធូរស្បើយជាងមុនបាទឬក៏បងប្អូនទំពាវាម៉ត់បាទលេបទៅជាការស្រេចបាទដែលឡែកចំពោះករណីដែលថាបងប្អូនមានអាការៈដែលថារាគរូសខ្លាំងសូមបងប្អូនដាំឲ្យពុះបាទដោយប្រើភ្លើងតិចរយៈពេល30នាទីទៅបាទហើយសឹមបងប្អូនញ៉ាំវាបាទញ៉ាំវាទៅអញ្ចឹងនេះជាថ្នាំបែបបុរាណដែលបងប្អូនមួយចំនួនគាត់ដឹងនិងបងប្អូនមួយចំនួនទៀតគាត់មិនទាន់បានដឹងនៅឡើយអញ្ចឹងបងប្អូនអាចយកបាទត្រួយត្បែកហ្នឹងបាទទំពាវាម៉ត់ឬក៏ដាំយកទឹកវាញ៉ាំទៅបាទអញ្ចឹងធ្វើឲ្យបងប្អូនមានអាការៈធូរស្បើយអំពីតិចជាបងប្អូនរាគរូសហ្នឹងគឺដូចថាមានភាពប្រសើរឡើងវិញបាទចំពោះផ្លែត្បែកវិញបាទត្បែកខ្ចីបាទបងប្អូនយកផ្លែត្បែកខ្ចីហ្នឹងលាងឲ្យស្អាតទៅបាទហើយចិតស្ដើងហើយបន្ទាប់មកបងប្អូនឆ្កេះបាទគ្រាប់វាចេញបាទនឹងយកទៅហាលឲ្យក្រៀមបាទបន្ទាប់មកបងប្អូនបាទបុកបាទផ្លែត្បែកហ្នឹងបាទដែលបងប្អូនហាលហ្នឹងឬក៏បងប្អូនកិនវាម៉ត់คล้ายទៅជាម្សៅបាទដូច្នេះបាទបើសិនបើបងប្អូនមានអាការៈបាទអាការៈដូចថារាគរូសដូចខាងលើហ្នឹងបាទសូមយកម្សៅបាទកន្លះកែវលាយជាមួយនឹងទឹកបាទបរិមាណមួយល្មមបាទសម្រាប់កូនក្មេងបាទដល់ឡែកចំពោះមនុស្សធំវិញបងប្អូនត្រូវបាទ
ប្រើម្សៅតបែកហ្នឹងបាទមួយស្លាបព្រាទៅបាទលាយជាមួយទឹកជាការស្រេចបាទគឺវាមានន័យថាអត្ថប្រយោជន៍ទាំងស្លឹកទាំងផ្លែបាទបងប្អូនអាចប្រើរបៀបនេះទៅបាទធ្វើឲ្យបងប្អូនទទួលបានល្អប្រសើរវិញទាក់ទងទៅនឹងអាការៈរាគរូសបាទឈឺពោះជាដើមបាទនេះជាអត្ថប្រយោជន៍ដែលបងប្អូនមួយចំនួនគាត់បានដឹងក៏ដូចជាអ្វីដែលខ្ញុំដកបទពិសោធន៍ដូចជាចាស់ពីដើមគាត់តែងតែណែនាំប្រាប់បាទដូចថាមានអាការៈរាគរូសបាទឈឺពោះអីគាត់តែងតែប្រាប់យកទៅរកស្លឹកតបែកត្រួយតបែក 3-4 ត្រួយទៅបាទទៅពីអាម៉ត់លេបទៅអញ្ចឹងខ្ញុំនឹងដូចថាទទួលបានផលអ្វីដែលគាត់បានប្រាប់មែនបាទហើយចំពោះបាទគល់ស្លឹកគ្រៃបាទគល់ស្លឹកគ្រៃហ្នឹងគឺបងប្អូនគ្រាន់តែដំវាទៅដំវាឲ្យវាទូបន្តិចទៅនៅពេលដែលយើងត្រាំទឹកធ្វើឲ្យវាចេញជាតិបាទចេញជាតិចំពោះអត្ថប្រយោជន៍គល់ស្លឹកគ្រៃនេះគឺមានអត្ថប្រយោជន៍ជាច្រើនបាទដូចជាកាត់បន្ថយទៅថាអាការៈផ្ដាសាយបាទបងប្អូនមួយចំនួនគាត់មានអាការៈផ្ដាសាយអីហ្នឹងបងប្អូនយកគល់ស្លឹកគ្រៃហ្នឹងបាទដាំបាទដាំយកទឹកទៅយកទឹកយកមកញ៉ាំជារៀងរាល់ដូចថាអ្វីជារៀងរាល់ថ្ងៃហ្នឹងអញ្ចឹងធ្វើឲ្យបងប្អូនទទួលដូចថាអាការៈដូចថាវាធូរស្បើយជាងមុនណាបាទដូចជាតឹងច្រមុះវាសបោហ្នឹងបាទនេះជាថ្នាំបុរាណដូចគ្នាបាទចំពោះសម្បកស្ដៅហ្នឹងបងប្អូនដំវាទូដូចគ្នាទៅបាទដើម្បីនៅពេលដែលបងប្អូនលាយជាមួយទឹកវាថាចេញជាតិណាបាទហើយចំពោះអត្ថប្រយោជន៍វាគឺមានច្រើនបាទសម្រាប់មនុស្សនិងសត្វបាទសម្រាប់មនុស្សគឺដូចថាវាជួយឲ្យបងប្អូនថាចុះត្រជាក់នៅពេលដែលបងប្អូនក្តៅខ្លួនណាបងប្អូនគ្រាន់តែយកសម្បកស្ដៅហ្នឹងបាទដំវាត្រាំជាមួយនឹងទឹកដូងឬក៏បាទដាំជាមួយនឹងទឹកបាទញ៉ាំទៅអញ្ចឹងធ្វើឲ្យបងប្អូនត្រជាក់ក្នុងបាទអញ្ចឹងធ្វើឲ្យបងប្អូនថាទទួលបានសុខភាពល្អបាទចំពោះស្ដៅគឺមានច្រើនបាទធ្វើឲ្យដូចថាមានអត្ថប្រយោជន៍សម្រាប់សុខភាពមិនថាសត្វមិនថាមនុស្សគឺមានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងបាទអញ្ចឹងសម្រាប់បងប្អូនន័យថាមនរបស់បងប្អូនក្តៅខ្លួនផ្ដាសាយឬក៏រាគរូសបាទមានព្រូនចង់តម្លាក់ព្រូនហ្នឹងបងប្អូនគ្រាន់តែយកសម្បកស្ដៅបាទឲ្យវាផឹកទៅបាទជាការស្រេចឬក៏បងប្អូនដាំវាក៏បានដែរបាទយកវត្ថុធាតុដើមទាំងប្រមាណហ្នឹងដាំទៅដាំឲ្យពុះបន្ទាប់មកបងប្អូនលាយជាមួយនឹងទឹកបាទបរិមាណដែលសមស្របឲ្យផឹកទៅបាទជាការស្រេចបាទហើយចំពោះការលាយនេះបងប្អូនលាយជាមួយនឹងទឹកស្អាតបាទទឹកអណ្ដូងទឹកអីហ្នឹងបងប្អូនលាយឲ្យវាផឹកបាទហើយរយៈពេលដែលថាឲ្យវាផឹកគឺ1ម៉ោងបាទត្រឹម1ម៉ោងបងប្អូនអាចដាក់ឲ្យវាផឹកបានពីព្រោះកាលណាដែលយើងដាក់ឲ្យវាផឹកភ្លាមវាដូចថាជាតិបាទវាអត់ទាន់ចេញជាតិល្អបាទអញ្ចឹងបងប្អូនគួរតែទុកបាទមួយរយៈពេលសិនទៅត្រឹម1ម៉ោងចឹងណាបាទហើយវិធីសាស្ត្រមួយទៀតដោយអ្វីដែលខ្ញុំបាននិយាយពីមុនអញ្ចឹងបងប្អូនគ្រាន់តែយកវត្ថុធាតុដើមទាំងប្រមាណមានគល់ស្លឹកគ្រៃសម្បកស្ដៅបាទមានម្ដេងបាទម្ដេងបាទហើយនឹងស្លឹកបាទស្លឹកតបែកហ្នឹងបងប្អូនដាំវាពុះទៅឲ្យមន់ផឹកបាទលាយជាមួយនឹងទឹកត្រជាក់ទៅបាទជាការស្រេចបាទចំពោះវីដេអូនេះខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្ណេះដើម្បីធ្វើការចែករំលែកបងប្អូនយល់ដឹងអំពីរបៀបក្នុងការធ្វើថ្នាំបាទបែបបុរាណដើម្បីការពារក៏ដូចជាព្យាបាលនៅជំងឺមួយចំនួនដែលតែងតែមានការកើតមានទៅលើមាត់របស់បងប្អូនបាទហើយចំពោះថ្នាំនេះមិនថាមនុស្សមិនថាសត្វគឺមានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងបាទហើយចំពោះបងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់នេះផងដែរបាទហើយជាចុងក្រោយជូនពរបងប្អូនទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់ក៏ដូចជាជោគជ័យក្នុងការប្រកបមុខរបរអ្វីៗទាំងអស់សូមឲ្យបងប្អូនទទួលទានបានគ្រប់គ្នាផងដែរបាទនិងជូនពរបងប្អូនទាំងអស់គ្នាបាទមិនថានៅក្នុងប្រទេសបាទនិងក្រៅប្រទេសសូមបងប្អូនទទួលបានសុខភាពល្អនិងយើងរួបរวมគ្នាក្នុងការថែទាំនៅទឹកដីបាទមាតុភូមិរបស់យើងកុំឲ្យមានការឈៀលលៀនពៀនបាទពីអ្នកជិតខាងឲ្យសោះបាទយើងជាជនជាតិខ្មែរយើងគួរតែបាទយើងត្រូវតែធ្វើការចែករំលែកនៅអ្វីដែលថាយើងចេះទៅដល់បងប្អូនដែលគាត់មិនទាន់ចេះគឺជាការល្អបាទប្រសើរជាងនៅថាអ្វីដែលយើងចេះយើងលាក់គឺមិនល្អនោះឡើយបាទអញ្ចឹងអ្វីដែលថាយើងគួរចែករំលែកយើងត្រូវតែចែករំលែកដែលថាមានអត្ថប្រយោជន៍ក៏ដូចជាផ្ដល់នៅថាគុណសម្បត្តិទៅដល់សង្គមជាតិក៏ដូចជាប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេសគឺជាការល្អបាទប្រសិនបើបងប្អូនដូចថាចែករំលែកបាទដូចថាអ្វីដែលថាប៉ះពាល់ដល់សង្គមអ្វីដែល
ថាប៉ះពាល់ទៅដល់សន្តិសុខសុវត្ថិភាពបាទប៉ះពាល់ដល់ក្មេងៗចឹងបងប្អូនមិនគួរដូចថាមិនបាច់ថាចែករំលែកក៏បានដែរបាទចឹងអ្វីដែលថាចែករំលែកគឺយើងគួរតែចែករំលែកថាអ្វីដែលផ្ដល់ប្រយោជន៍គឺជាការល្អបាទនេះគ្រាន់តែជាគំនិតរបស់ខ្ញុំបាទហើយខ្ញុំសូមអធិស្ឋានបើសិនបើមានពាក្យពេចន៍ឬលុះខ្វះខាតបាទត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងដែរបាទចឹងអរគុណច្រើនជម្រាបលាបាទ